គ្រប់ជ្រើសទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់នៅក្នុងវិស័យទូកងហើយនេះគឺជាវត្តរកាអាឆ្លៀតចូលមកមើលផ្លែជីកាត់ចូលធ្លាប់លើក្នុងរោងទូកមានឈ្មោះអតិរិយស្ដេចកនពុកម៉ែបងប្អូនគ្នាប៉ុន្តែខ្ញុំចូលមកដូចជាអត់ឃើញមិនដឹងថាមាននៅក្នុងហ្នឹងឬក៏យ៉ាងណាប៉ុន្តែអត់ឃើញមានកនូឃើញតែលៀបតំណពណ៌ខ្មៅហើយមួយទៀតហ្នឹងដូចជារកាអាសៀសែនជ័យចំណុះប្រហែលខ្ញុំអត់ច្បាស់ទេឃើញក្នុងរោងទូកនេះមានច្រើនមែនទេនឹងមកច្រើនខ្នាតអន្តរជាតិផងខ្នាតវែងផងឃើញលៀបតំណពណ៌ខ្មៅណាពុកម៉ែបងប្អូនគ្នាហើយមានមកគ្រឿងនៅខាងក្នុងបោះខ្មៅដូចជាតំធ្វើតែមើលឃើញបាតអីដូចជាអត់តាន់មានលៀបតំណទេលោកម៉ែបងប្អូនគ្នាច្រើនណាស់នេះនៅក្នុងវត្តរកាអាណាពុកម៉ែបងប្អូនគ្នាខាងកំពង់ចាមហើយសម្រាប់ពុកម៉ែបងប្អូនគ្នាដែលដឹងមួយណាជាអត្រាស្ដេចកននេះអាចជួយខមមិនប្រាប់តិចបានអត់ដោយសារខ្ញុំអត់ច្បាស់ព្រោះអត់ឃើញមានកនូណាអញ្ចឹងអត់តន់ហ៊ានថាមួយណាមួយណីទេហើយក៏អត់ដឹងថានៅក្នុងរោងទូកឬក៏នៅខាងក្រៅដែរគាត់ថាឃើញមានពីរគ្រឿងមានតំណពណ៌ខ្មៅណាពុកម៉ែបងប្អូនគ្នាអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនគ្នា